រឿងសំឡេងបុកអង្រែយប់ជ្រៅកាលពីជាង20ឆ្នាំមុននៅភូមិមួយដែលព័ទ្ធជុំវិញដោយព្រៃរបោះមានគ្រួសារមួយរស់នៅយ៉ាងស្ងប់ស្ងាត់យប់មួយមេឃរៀងអាប់អួរបន្តិចខ្យល់បក់មកត្រជាក់ដល់ឆ្អឹងខ្នងយុវជនម្នាក់ឈ្មោះសុកកំពុងតែអង្គុយមើលសៀវភៅម្នាក់ឯងនៅក្រោមពន្លឺចង្គៀងប្រេងកាតខណៈដែលឪពុកម្ដាយរបស់គេបានសម្រាកលង់លក់អស់ទៅហើយវេលាម៉ោងប្រហែល12យប់រំពេចនោះសុកបានឮសំឡេងម្យ៉ាងបន្លឺឡើងពីក្រោយផ្ទះតុកតុកតុកវាគឺជាសំឡេងបុកអង្រែក្នុងត្បាល់បុកអង្ករសុកឆ្ងល់ក្នុងចិត្តថាតើអ្នកណាមកបុកអង្ករទាំងកណ្ដាលអាធ្រាត្របែបនេះដែលសារចង់ដឹងគេក៏កាន់ពើដើរទៅអើតមើលតាមចន្លោះជញ្ជាំងកដែនៅទីនោះក្រោមពន្លឺពេលច័ន្ទដ៏ស្លេកស្លាំងគេឃើញស្រមោលស្ត្រីម្នាក់ស្លៀកពាក់ខ្មៅរូបរាងខ្ពស់ស្រឡះកំពុងឈរបុកអង្រែយ៉ាងយឺតអ្វីដែលធ្វើឲ្យសុកព្រួយរោមបំផឹកនោះគឺសំឡេងបុកអង្រែនោះមិនបានបុកចូលក្នុងត្បាល់ទេប៉ុន្តែស្ត្រីនោះកំពុងយកអង្រែបុកទៅលើដីទៅទៀតទេតែសំឡេងដែលជន់មកបែបជាលឺដូចបុកអង្ករពិតសុកព្យាយាមបំភ្លឺពិលទៅចំមុខស្ត្រីនោះរំពេចដាល់ពន្លឺពិលប៉ះចំស្ត្រីនោះក៏ងាកមុខយឺតមុខរបស់នាងគ្មានភ្នែកគ្មានច្រមុះមានតែមាត់ដ៏ធំមួយដែលកំពុងញញឹមដាក់គេដល់ស្លឹកត្រចៀកសុកភ័យខ្លាំងពេកក៏ស្រែកជួយផងតែគ្មានសម្លេងចេញមកសោះគេក៏ដួលសន្លប់នៅនឹងកន្លែងព្រឹកឡើងពេលឪពុកម្ដាយគេដាស់សុកបានរៀបរាប់រឿងគ្រប់យ៉ាងប្រាប់ចាស់ទុំក្នុងភូមិបាននិយាយថាទីកន្លែងដែលគេឃើញនោះគឺជាផ្លូវខ្មោចដើរហើយអ្នកដែលគេឃើញគឺជាខ្មោចបុកអង្រែដែលតែមកលងបន្លាចអ្នកណាដែលនៅដាច់យប់ម្នាក់ឯងចាប់ពីថ្ងៃនោះមកអ្នកភូមិនោះលែងមានអ្នកណាហ៊ាននៅក្រៅផ្ទះឬនៅដាច់យប់ម្នាក់ឯងទៀតឡើយជាពិសេសនៅពេលដែលឮសំឡេងតុកតុកចេញពីទីងងឹត